មានរូបមានទុកលំបាកទាំងនេះមិនមែនជាទណ្ឌកម្មរបស់ព្រហ្មលិខិតទេនោះគឺរសជាតិនៃជីវិតគ្រប់រូបមនុស្សសត្វទាំងអស់នៅលើលោកសន្និវាសយើងនេះកើតមកមានរូបហើយកិច្ចមិនផុតពីសេចក្តីទុក្ខឡើយព្រមលីខិនគង់ដៅកំរិនចាញ់តាមវាសនានៅលើលោកដ៏ធំធេងនេះឮថាមានសុភាពបរិសុទ្ធច្រើនណាស់ដែរចុះហេតុអីក៏ខ្ញុំស្រឡាញ់ប៉ះលើតែមនុស្សទៀតដូចនេះប្រយ័ត្នណាស់ដែរតែជិះមិនផុតឬមួយការពិតនៅលើលោកនេះគ្មានសុភាពបរិសុទ្ធទេ